ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីយើងបាញ់ទាញត្រួយវគ្គទី1រួចរាល់បើសិនបើពុកម៉ែបងប្អូនសង្កេតឃើញថាត្រួយចេញមកមិនទាន់ស្រោះគ្នាទេឬក៏មិនទាន់បានតាមអ្វីដែលពុកម៉ែបងប្អូនត្រូវការពុកម៉ែបងប្អូនអាចធ្វើការបាញ់ទាញត្រួយមួយវគ្គទៀតនៅក្នុងដំណាក់កាលទី2នេះពុកម៉ែបងប្អូនអាចធ្វើការលាយជាមួយនឹងស្មារតីកម្ចាត់ដង្កូវហើយនិងសត្វល្អិតបាទអញ្ចឹងដំណាក់កាលនេះគឺជាពេលវេលាដែលយើងត្រូវតែមើលថែត្រួយចន្ទីឲ្យវាបានល្អដោយសារអីត្រួយជាអ្នកផលិតផ្កាហើយត្រួយក៏ជាអ្នកផលិតក្តឹបដែរបើសិនជាយើងមើលថែត្រួយអត់បានល្អទេទិន្នផលដែលយើងទទួលបានក៏វាទៀបទៅតាមនឹងដែរបាទអញ្ចឹងទៅទៅនឹងសមាសធាតុកម្ចាត់ដង្កូវនិងសត្វល្អិតយើងមានតោពិឃាតបាទអញ្ចឹងតោពិឃាតគឺជាថ្នាំក្តៅអញ្ចឹងពេលវេលាដែលល្អបំផុតពុកម៉ែបងប្អូនអាចធ្វើការបាញ់នៅពេលល្ងាចដោយសារពេលល្ងាចមេឃចុះត្រជាក់សត្វល្អិតនិងដង្កូវវាចាប់ផ្ដើមចេញរាតត្បាតអញ្ចឹងពេលដែលវាចេញរាតត្បាតវាប៉ះជាមួយនឹងសមាសធាតុរបស់យើងផ្ទាល់អញ្ចឹងវាពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់បើសិនបើពុកម៉ែបងប្អូនមានចម្ងល់ផ្សេងៗអំពីថ្នាំកម្ចាត់ដង្កូវនិងសត្វល្អិតអាចធ្វើការ comment នៅក្នុងវីដេអូនេះបានអរគុណ